អាកាសធាតុចាប់ផ្ដើមក្តៅបន្តិចម្ដងមនុស្សយើងក៏ចាប់ផ្ដើមក្រៀមក្រំធម្មជាតិក៏វាក្រៀមក្រំបងប្អូនអញ្ចឹងយើងទៅរៀនធ្វើផ្កាធ្វើអីដាក់ក្នុងថូដើម្បីឲ្យមើលទៅអារម្មណ៍របស់យើងវារៀងធូរស្បើយស្រស់ស្រាយវិញណាបងប្អូននេះអញ្ចឹងយើងមកមើលគាត់រៀបចំផ្កាដាក់ក្នុងថូអញ្ចឹងដោយស្រុកយើងអត់មានមើមឈូកទេបងប្អូនតែស្រុកគេមានមើមឈូកអញ្ចឹងណាយកវាមកដោតឫស្សីមកហើយដាក់នៅក្នុងថូមកអញ្ចឹងយើងដោតឲ្យវាជាប់មកបងប្អូនតើមកយើងយកអកគីដេពីដើមមកបងប្អូនហើយយើងដាក់វាឲ្យវែងខ្លីជាងគ្នាបន្តិចមកយើងកុំដាក់វាស្មើគ្នាបន្ទាប់មកយើងយកឈៀងម៉ៃពីផ្កាមកយកមកវាមកដោតពីខាងក្រោមមកដើមផ្កាអកគីដេហ្នឹងមកដាក់វាស្មើគ្នាមកបងប្អូនបន្តមកទៀតគឺយើងយករុក្ខជាតិស្លឹកបងប្អូនដើមឈើណាដែលមានរាងស្លឹកមើលទៅស្អាតយើងយកមកដោតពីខាងក្រោមផ្កាឈៀងម៉ៃហ្នឹងមកហើយយើងមានផ្កាណាដែលមានស្លឹកវែងអីយកមកដោតមកបន្ទាប់មកយើងយកដុំថ្មម្ដុំយកមកដាក់ពីខាងក្រោមផ្កាហ្នឹងមកបងប្អូនឲ្យមើលទៅស្រស់ស្អាតណាស់អារម្មណ៍របស់យើងហ្នឹងក៏វាធូរស្បើយចឹងដែរណាបងប្អូន